មានសួរពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំបាទសច្ចាថ្ងៃនេះបានមកដល់ខាងចការត្រេនបាននៅខាងអូសោមវាវែងហើយសម្រាប់បាទនៅខាងអូសោមវាវែងបាទសម្រាប់ដំណាក់កាលនៃតំណាំត្រេនបាទទៅបានប៉ុនក្រាបដៃហើយតំណាំត្រេននេះបាទគឺជាប្រភេទតំណាំមួយដែលយើងពិបាកថែមែនតើអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនឬក៏ប្រជាកសិករបាទគឺគាត់អត់យកចិត្តទុកដាក់ឬក៏អត់បានថែទាំទេបាទយកត្រូវបានផលច្រើនទេអញ្ចឹងខ្ញុំសូមឲ្យពុកម៉ែបងប្អូនកុំភ្លេចគ្រប់គ្រងនៅផលិតផលរបស់ខ្មែរយើងទាំងអស់គ្នាព្រោះដោយសារតំណាំត្រេននេះពុកម៉ែបងប្អូនឃើញបាទផលមកអញ្ចឹងប៉ុន្តែវានឹងជួបឧបសគ្គជ្រុះទៅតាមអាកាសធាតុតាមអីអញ្ចឹងណាហើយឃើញថាមួយរយៈនេះបាទមានការទូតាក់ទងជាមួយនឹងការនាំចូលច្រើនហើយតម្លៃក៏ធូរថ្លៃអញ្ចឹងវាធ្វើឲ្យប៉ះពាល់ទៅដល់តម្លៃសម្រាប់ផលិតផលក្នុងស្រុកអញ្ចឹងខ្ញុំក៏សំណូមពរឲ្យពុកម៉ែបងប្អូនក៏ពេលទៅដល់រដូវកាលខាងមុខទៅតងនឹងតំណាំត្រេនបាទកុំភ្លេចចូលរួមនិងគ្រប់គ្រងលើកស្ទួយនៅផលិតផលរបស់ខ្មែរយើងព្រោះផលិតផលរបស់ខ្មែរយើងបាទគឺបើខ្ញុំអាចនិយាយបានថាវាជាកម្រិតមួយដែលយើងអាចទទួលយកបានបាទប្រទេសជិតខាងក៏ល្បីដែរគឺវាឈ្ងុយឆ្ងាញ់ហើយយើងប្រើប្រាស់នៅប្រភេទឆ្នាំអីក៏មិនតដល់កម្រិតមួយដែលគេហាមឃាត់ដែរអញ្ចឹងពុកម៉ែបងប្អូនកុំភ្លេចគ្រប់គ្រងនិងលើកស្ទួយនៅផលិតផលរបស់ខ្មែរយើងដោយតំណាំត្រេននៅខាងមុខទៀតហើយយើងខ្ទង់មួយខែពីរខែទៀតនឹងប្រមូលផលទាំងអស់គ្នាហើយអរគុណច្រើនបាទបាយបាយ